កាលពីព្រេងនាយមានបរោះពីរញាក់នោះផ្ទះចិត្តគ្នាថ្ងៃមួយបរោះទាំងពីរញាក់នោះបបួលគ្នាទៅដាក់អន្ទាក់សัตว์ដល់ថ្ងៃរសៀលកងភ្នំក៏នាំគ្នាដើរចេញទៅលក់ដាល់ព្រៃជាកន្លែងដាក់អន្ទាក់បរោះទី1ថាខ្ញុំនឹងដាក់នៅគល់ឈើនេះត្បិតឈើនេះមានផ្លែយប់សัตว์ចំណាំតែមកស៊ីផ្លែឈើនេះបរោះទី2ឆ្លើយថាខ្ញុំក៏ចង់ដាក់កន្លែងនឹងដែរប៉ុន្តែឥឡូវបញ្ញត្តិដាក់នៅគល់ឈើមានតែខ្ញុំដាក់នៅចុងឈើរួចយើងចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សម្ដឹងនិយាយគ្នាហើយម្នាក់ដាក់នៅគល់ឈើស្រេចហើយវិលមកផ្ទះវិញលាគ្នាទៅផ្ទះតែរៀងខ្លួនលុះព្រឹកប្រហាមស្រាងឡើងញាក់មួយដែលដាក់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់ញាក់មួយឆ្លើយថាកុំរលះរលាំងថ្វីអន្ទាក់ខ្ញុំមិនសង្ឃឹមទីត្បិតនៅលើចុងឈើក្រែងកអន្ទាក់ញាក់នៅដីនោះខ្ញុំមិនហ៊ានថាបើបានចែកគ្នាស៊ីផងពាក្យនេះជាពាក្យចំអកឲ្យញាក់មួយត្បិតដឹងការមុនហើយអ្នកទាំងពីរនិយាយហើយចុះពីផ្ទះដើរចេញទៅលុះដើរទៅដល់មិនឃើញអន្ទាក់នៅដីជាប់សัตว์ឃើញតែអន្ទាក់នៅលើចុងឈើជាប់វិញចៅដែលជាម្ចាស់អន្ទាក់នៅចុងឈើថាមើលចុះមិនជឿខ្ញុំថាកុំដាក់នៅគល់ឲ្យដាក់នៅចុងឥឡូវមើលរបាំអ្នកណាជាប់ហើយឡើងទៅដោះយកសัตว์ចុះមកនាំគ្នាវិលមកផ្ទះវិញក៏លាគ្នាទៅផ្ទះដោយខ្លួនទៅអាចៅដែលបានក្តាន់ក៏ប្រញាប់យកទៅជូនសុភាសេកហើយជម្រាបថាខ្ញុំហើយនឹងចៅមួយនោះទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅចុងឈើអ្នកមួយនោះដាក់នៅគល់ឈើខ្ញុំនេះជាមនុស្សវាចក្តីនេះគង់តែមកដល់លោកដូច្នេះតាមតែលោកមេត្តារកសេចក្តីយ៉ាងណាឲ្យតែក្តីខ្ញុំឈ្នះវាចុះខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខសុភាសិតបានសាច់ក្តានហើយឆ្លើយថាអញតែរកស្លាមលូមកឲ្យឆាប់ឲ្យទាន់ព្រឹកនេះបើវាមកប្តឹងអញបង្កប់អីចឹងដែរបើវាមកបន្ទាន់អញនឹងកាត់សេចក្តីឲ្យវាចាញ់បានដោយងាយអញប្រញាប់ទៅចុះអញដែលដាក់អន្ទាក់លើគល់ឈើលុះវិលមកផ្ទះហើយដង្ហើមតូចដង្ហើមធំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសិតក៏បង្កប់សេចក្តីដោយបង្កប់ចៅមុនលុះព្រឹកឡើងអ្នកដែលដាក់អន្ទាក់នៅលើជុងឈើក៏យកអីវ៉ាន់ទៅដល់មុនឯអ្នកដែលដាក់អន្ទាក់នៅដីដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាកដើររកទិញអីវ៉ាន់ពុំបានពុំទាន់ភ័យក្រែងខ្លួនចាញ់គេហើយគេយកទោសផងក៏រត់ពីភូមិមួយទៅភូមិមួយបានជួបនឹងសុភាទន្សាយសួរថាមានដំណើរអីបានជារត់ដូច្នេះឈប់សិនចៅនោះឆ្លើយថាលោកអើយអាណិតដកទុកខ្ញុំផងត្បិតខ្ញុំហើយនឹងញាក់មួយទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅគល់ឈើគេដាក់នៅជុងឈើព្រឹកឡើងទៅមើលពុំឃើញអន្ទាក់នៅដីជាប់សัตว์ឃើញតែអន្ទាក់នៅជុងឈើជាប់ក្តានមួយខ្ញុំមិនសុខចិត្តបានយកសេចក្តីទៅប្តឹងសុភាសេកគេថាញាក់ណាយកអីវ៉ាន់ទៅដល់មុនញាក់នោះឈ្នះហេតុនេះបានជាខ្ញុំភ័យឥឡូវគេទៅដល់មុនខ្ញុំហើយដូច្នេះតាមតែលោកអាណិតខ្ញុំផងសុភាទន្សាយឆ្លើយថាណើយកុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅចៅនោះក៏លុះដល់ថ្ងៃរសៀលសុភាទន្សាយទៅដល់ផ្ទះសុភាសេកស្រែកសួរមកថាដូចម្ដេចក៏យូរម្លេះក្តីចាញ់គេហើយសុភាទន្សាយឆ្លើយថាយើងខ្ញុំបានជាយូរនេះពីព្រោះអាឡ័យតែមើលត្រីក្រាញ់ហើរឡើងស៊ីស្លឹកអំពិលសុភាសិតថាពីជីដូនជីតាមកគ្មាននរណាដែលឃើញដែលឮថាត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលទេសុភាទន្សាយឆ្លើយថាពីជីដូនជីតាពីម៉ែពីឪបង្កើតមកនរណាដែលឃើញដែលឮថាអន្ទាក់នៅដីមិនជាប់សัตว์ទៅជាប់ឯអន្ទាក់នៅចុងឈើវិញហើយសัตว์យើងដួនផងដែលឮទេអស់អ្នកស្រុកនោះសុភាសិតស្ងៀមពុំហ៊ានស្ដីតបទៀតសុភាទន្សាយក៏កាត់សេចក្តីឲ្យចៅដែលដាក់អន្ទាក់នៅដីឈ្នះឯសុភាសិតដែលអង្គុយធ្វើជាសុភានោះក៏ខ្មាវដោយសារខ្លួនជាអ្នកលមប់ចំនួនសាច់ក្តាន់ក៏ស្ងៀមបែរមុខផ្ទប់ទៅខាងជញ្ជាំងដោយឆ្មាលបកណ្ដុល